ថ្ងៃនេះថ្ងៃចូលឆ្នាំចិនបាទដំបូងចឹងអត់មានទេខ្ញុំមកលើកនេះគឺអត់មានមកអី composition ប្លង់ឬក៏ rule អីផ្សេងទេតើតងរូបថតគឺតើតងទៅនឹង moment ឬក៏ storytelling បែប touching បាទអញ្ចឹងព្រឹកមិញគឺខ្ញុំបានជីកាត់ផ្លូវតាមដងផ្លូវហ្នឹងគឺមកកន្លែងធ្វើការគឺខ្ញុំបានឃើញទស្សនវិជ្ជាមួយដែលមើលទៅគួរឲ្យចាប់អារម្មណ៍គឺតើតងទៅនឹងបងប្រុសម្នាក់គាត់ជាអ្នកធ្វើការបោសសម្អាតសិនទ្រីហ្នឹងគាត់បានចងកូនជាមួយនឹងកង់ដែលគាត់រើសសម្រាមហ្នឹងបោកសម្រាមហ្នឹងជាមួយនឹងកូនគាត់ប្រុសម្នាក់ទៀតកំពុងនៅចិត្តហ្នឹងអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថា touching មែនទែននៅពេលដែលថ្ងៃនេះថ្ងៃចូលឆ្នាំចិនហើយនៅចិត្តហ្នឹងគឺមានគោមភ្លើងចិនអីចឹងណាអញ្ចឹងឃើញគាត់បានធ្វើការសម្អាតហើយនឹងគាត់យកកូនតាមខ្លួនបាទជាបន្ទុករបស់គាត់អញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍បាទ touching មែនទែនអញ្ចឹងខ្ញុំបានថតវាជាអនុស្សាវរីយ៍ដើម្បីរំលឹកខ្លួនឯងថានេះគឺជាកាតព្វកិច្ចរបស់ពុកម្ដាយសម្រាប់កូនៗទាំងអស់គ្នាទោះបីជាថ្ងៃគេធ្វើការក៏ដូចជាថ្ងៃគេឈប់ក៏គាត់នៅតែធ្វើការដើម្បីរកចំណូលចិញ្ចឹមគ្រួសារផងដែរអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងតែចាំថា your photo is your reward អញ្ចឹងរូបភាពរបស់បងប្អូនគឺជារង្វាន់របស់បងប្អូនបាទអាចថ្ងៃណាមួយរូបទាំងអស់នេះវានឹងคล้ายទៅជាអនុស្សាវរីយ៍ក៏ដូចជាបាទជារង្វាន់សម្រាប់ជំរុញចិត្តរបស់យើងមួយឲ្យយើងដើរផ្លូវល្អនិងស្រឡាញ់គ្រួសារនិងស្រឡាញ់ប្រទេសជាតិអូខេជួបគ្នាវីដេអូក្រោយ